ខ្ញុំគិតថាយើងទាំងអស់គ្នាគួរតែយល់ស្របគ្នាឲ្យលេខ1ទៅថៃទៅគឺខាងប្រវាយសាច់រឿងពីសទៅជាខ្មៅពីខ្មៅមកជាសនិយាយពីថាកំពូលហ្មងគឺបកកែប្រវាយសាច់រឿងមែនតើថ្ងៃនេះខ្ញុំនឹងមកសរុបថាតើរឿងអីខ្លះដែលថៃប្រវាយពីខ្មៅទៅជាសពីសទៅជាខ្មៅពីខ្លួនឯងអ្នកខុសខ្លាចទៅជាគេអ្នកខុសហើយពីគេត្រូវសោះឲ្យខ្លួនឯងត្រូវតែឈប់មុននឹងខ្ញុំនិយាយខ្ញុំសូមរំលឹកសិនថាទោះស្ថានភាពបែបណាក៏ដោយក្នុងនាមជាប្រជាពលរដ្ឋខ្មែរយើងមានតួនាទីរបស់យើងមួយសំខាន់មែនតើសូមកុំភ្លេចកាតព្វកិច្ចរបស់ខ្លួនឯងនោះគឺរួបរวมគ្នាជាធ្លុងមួយសាមគ្គីគ្នាកុំបែកបាក់គ្នានេះហើយគឺជាចំណុចខ្លាំងដ៏ធំបំផុតរបស់ប្រជាជនកម្ពុជានិងប្រទេសកម្ពុជាហើយចាំមកស្ដាប់អ្វីដែលខ្ញុំនិយាយបន្តទៀតរឿងទី1គឺទាហានថៃចូលមកក្នុងទឹកដីខ្មែរនៅថ្ងៃទី28ខែឧសភាហើយចូលមកពេលព្រឹកព្រលឹមស្រាងៗម៉ោង4ម៉ោង5ដែលទាហានរបស់យើងកំពុងតែសម្រានហើយបាញ់សម្រាប់ទាហានខ្មែរម្នាក់ពេលដែលព័ត៌មាននឹងចេញមកគេប្រាប់ថាខ្លួនគេការពារខ្លួនហើយការពារខ្លួនស្អីជាមួយមនុស្សដេកនេះឃើញទេពីខ្មៅទៅជាសហ្មងនិយាយទៅគឺបកកាយមែនតើរឿងទី2គឺបិទព្រំដែនដោយឯកតោភាគីអត់មានប្រាប់មកកម្ពុជាទេក្នុងនាមជារដ្ឋនិងរដ្ឋមានន័យក្នុងនាមជាប្រទេសនិងប្រទេសដែលធ្លាប់មានកិច្ចសន្យាព្រំដែនជាមួយគ្នាគឺត្រូវតែប្រាប់គ្នាមុនទោះបីដូរមកបិទដូរមកបើក៏ដោយដល់ពេលកម្ពុជាបិទវិញយើងធ្វើការឆ្លើយតបវិញអញ្ចឹងតែចេញព័ត៌មានថារដ្ឋាភិបាលកម្ពុជានៅអត់បានគិតពីផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនទេមានការបិទច្រកចេញចូលខុសម៉ោងខុសពេលមិនអោយប្រជាពលរដ្ឋចេញចូលបានងាយស្រួលធ្វើឲ្យប្រជាពលរដ្ឋពិបាកនៅក្នុងសេដ្ឋកិច្ចចុះពេលអ្នកឯងបិទថៃបានអ្នកឯងអត់ផុសថាអ្នកឯងបិទអត់ប្រាប់គេថៃដល់តែពេលគេបិទវិញអ្នកឯងមកផុសថាគេនៅអត់បានគិតពីប្រជាពលរដ្ឋបកកាយមែនណារឿងពិសោទៅខ្មៅនឹងយុថៃធូមីមែនតែនទី3គឺរឿងលក់អគិសនីឲ្យកម្ពុជានិងប្រព័ន្ធអ៊ីនធឺណិតចេញព័ត៌មានឲ្យក្តែងថាចង់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតនឹងមិនលក់ភ្លើងឲ្យខ្មែរដល់តែពេលយើងលើគេគម្រាមបែបហ្នឹងយើងមានសមត្ថភាពប្រើប្រាស់ភ្លើងខ្លួនឯងអ៊ីនធឺណិតខ្លួនឯងតាយើងក៏សម្រេចចិត្តថាផ្ដាច់ឈប់ប្រើប្រាស់អ៊ីនធឺណិតនិងភ្លើងរបស់ថៃហើយបដូរមកប្រើប្រាស់អគិសនីនិងអ៊ីនធឺណិតនៅក្នុងស្រុកវិញអញ្ចឹងថៃចេញព័ត៌មានទៅថាខ្មែរយើងនឹងចង់សងសឹកថៃដោយការផ្ដាច់មិនប្រើប្រាស់ភ្លើងនិងមិនប្រើប្រាស់អ៊ីនធឺណិតរបស់ថៃចង់ឲ្យក្រុមហ៊ុនថៃនឹងអលុំមលាយហើយគេចោះទៀតថាគេមិនបានមកអលុំមលាយដោយសារតែមិនលក់ភ្លើងមកឲ្យខ្មែរនោះទេខ្មែរគិតមើលខ្លួនឯងទៅមានសមត្ថភាពឬអត់ចេញទៅជារឿងមួយទៀតថាយើងនឹងគឺជាអ្នកសងសឹកគាត់ទៅវិញទី4គឺការមកបបួលខ្មែរដើម្បីចរចាគ្នាធ្វើការបិទបើកព្រំដែនតាមធម្មតាវិញរាជរដ្ឋាភិបាលកម្ពុជាក៏ឆ្លើយតបទៅវិញថាកម្ពុជាមិនបានចង់យកទោសយកប្រយោជន៍អីទេគ្រាន់តែសុំថាអ្នកឯងជាអ្នកបិទបើកព្រំដែនដំបងហើយដែលអត់មានប្រាប់ផ្ដល់ដំណឹងមកយើងទេអញ្ចឹងឥឡូវយើងទុកផ្ដល់ឱកាសនេះជូនទៅអ្នកឯងដើម្បីធ្វើការបើកព្រំដែនតាមម៉ោងធម្មតាវិញយើងអត់មានប្រកាន់អីច្រើនទេយ៉ាងយូរ4ទៅ5ម៉ោងកម្ពុជានឹងធ្វើការបើកព្រំដែនឲ្យធម្មតាឡើងវិញដែរគាត់ក៏បានចេញព័ត៌មានផ្សេងទៀតចឹងទៅពីខ្មែរគាត់ថារាជរដ្ឋាភិបាលកម្ពុជានឹងអត់ចង់សម្រួលជាមួយថៃទេចង់បង្កសង្គ្រាមឡើងដូច្នេះហើយពួកគាត់បានត្រៀមខ្លួនរួចហើយពួកគាត់នឹងបញ្ជូនទ័ពថែមហើយមានវីដេអូជាច្រើនដូចជាបង្រៀនក្មេងៗដែលនៅព្រំដែនឬក៏បង្រៀនក្មេងៗនៅតាមសាលារៀនហ្នឹងឲ្យរត់គេចរត់ចូលតាមលេនដ្ឋានកន្លែងការពារខ្លួនហើយប្រាប់ក្មេងៗដែលរត់គេចហ្នឹងថាខ្មែរនឹងទៅបង្កសង្គ្រាមជាមួយថៃអាហ្នឹងគឺគាត់ចាក់មនោគមឲ្យក្មេងៗហ្មងនិយាយទៅគឺបកកែប្រវាយសាច់រឿងសាហាវសរុបរឿងបាត់ដៃក្នុងដៃប្រវាយពីសទៅជាខ្មៅពីខ្មៅទៅជាសទាំងអស់ហ្នឹងមកវាកាត់ឡើងដោយសារអីគេបើរឿងនយោបាយវិញគឺយើងតាមតន់ថានៅពេលដែលតាហ៊ានថៃចង់មានអំណាចបដិវត្តឬផ្ដួលរំលំរដ្ឋាភិបាលណាមួយគឺគាត់តែងតែទៅបង្កសង្គ្រាមជាមួយប្រទេសជិតខាងជាពិសេសគឺកម្ពុជារបស់យើងឃើញយ៉ាងស្លូតតអញ្ចឹងគឺតែងតែបង្កើតអារឿងបង្កសង្គ្រាមមួយប្រទេសជិតខាងហ្នឹងដើម្បីអីដើម្បីទាញផលប្រយោជន៍ឲ្យខ្លួនឯងហ្នឹងមានសិទ្ធិអំណាចនៅក្នុងការធ្វើរឿងអីមួយថ្មីនេះឃើញមានរឿងគួរឲ្យចាប់អារម្មណ៍មួយទៀតដែរនាយករដ្ឋមន្ត្រីថៃដើម្បីគេចវេះពីការទាមទារឲ្យចុះពីតំណែងព្រោះឥឡូវនៅប្រជាពលរដ្ឋថៃគ្រប់កន្លែងទាំងអស់គឺគ្រប់ទិសទីទាំងអស់ចេញមកធ្វើការដាក់ពាក្យបណ្ដឹងឲ្យនាយករដ្ឋមន្ត្រីថៃចុះចេញពីតំណែងអញ្ចឹងហើយដើម្បីគេចខ្លួនពីការប្តឹងរបស់ប្រជាពលរដ្ឋហ្នឹងគឺគាត់ចាប់ផ្ដើមទាញកម្ពុជារបស់យើងចូលទៅដោយការទាមទារឲ្យកម្ពុជាធ្វើអញ្ចេះចង់មកប្តឹងកម្ពុជារឿងនោះប្តឹងរដ្ឋាភិបាលកម្ពុជារឿងនេះចាំមានន័យថាគាត់ចាប់ផ្ដើមបង្វែរឲ្យប្រជាពលរដ្ឋថៃចាប់អារម្មណ៍ទៅលើគាត់គឺធ្វើរឿងអីដែលមើលទៅឲ្យដូចឈ្នះខ្មែរអញ្ចឹងគឺចាប់ដើមទាញយើងចូលទៅជ្រុងមួយទៀតហើយគឺជ្រុង social media របស់គាត់ហ្នឹងឯងខ្ញុំគិតថាយើងទាំងអស់គ្នាគួរតែឲ្យលេខ1ទៅគាត់តែហ្មងទៅអាខាងបកកាយទាញអ្នកផ្សេងចូលទៅដើម្បីការពារខ្លួនឯងបកកាយនៅក្នុងការលៀបពីសទៅខ្មៅឬពីខ្មៅមកសឲ្យលេខ1ហ្មង